បាទសូមជម្រាបសួរដល់ពុកម៉ែបងប្អូនដែលតាមដានទស្សនាតាមរយៈ Channel គុនធា TV News ទាំងអស់ទីគោរពរាប់អានបាទនៅខណៈដែរខ្ញុំបាននឹងលើកយកនៅព័ត៌មានថ្មីមួយទៀតដែលពាក់ព័ន្ធទៅនឹងកម្ពុជាយើងនោះគឺព័ត៌មានទាក់ទងទៅនឹងការបដិងតវ៉ារវាងចំនួនកម្ពុជាថៃបាទអញ្ចឹងដូចដែរពុកម៉ែបងប្អូនបានដឹងរួចមកហើយកាលពីថ្មីនេះគឺខ្មែរយើងបានស្លាប់ម្នាក់ដោយសារតែចំនួននៅតាមព្រំដែនបាទព្រំដែនថៃនេះគឺមានការបាញ់ទិដ្ឋានខ្មែរយើងម្នាក់បានស្លាប់បាទឥឡូវនេះយើងសូមចូលទៅព័ត៌មានថ្មីនេះតែម្ដងបាទកាលពីថ្ងៃទី2ខែមិថុនាឆ្នាំ2025នេះលោកម៉ារីសាងាំពុងរដ្ឋមន្ត្រីការបរទេសថៃបានអះអាងថានឹងរក្សាយន្តការចរចាចំនួនព្រំដែនជាមួយកម្ពុជាទោះបីជាកម្ពុជាបានបង្ហាញចេតនាប្តឹងឡើងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ យ៉ាងណាក៏ដោយបាទលោកម៉ារីសាងាំពុងមិនទាន់បានបញ្ជាក់ពីគោលចំហតតាំងក្តីនៅតុលាការអន្តរជាតិ ICJ ជាមួយកម្ពុជាទេដោយរដ្ឋមន្ត្រីការបរទេសថៃរូបនេះបានបញ្ជាក់ត្រឹមថាកម្ពុជាមានសិទ្ធិលើកយកវិវាទព្រំដែនកម្ពុជានិងថៃទៅឲ្យភាគីទី3ជួយអន្តរាគមន៍បាទអញ្ចឹងលោកបានបញ្ជាក់ឲ្យថាលោកមិនតំមានចំហទេបាទមិនតំបានបញ្ជាក់ថាមានចំហនៅក្នុងការតតាំងជាមួយកម្ពុជាយើងនៅតុលាការអន្តរជាតិ ICJ នោះទេបាទអំឡុងចូលរួមកិច្ចប្រជុំសវត្ថការនឹកអភិវឌ្ឍសេដ្ឋកិច្ចហៅកាត់ថា CECD នៅប្រទេសបារាំងនៅថ្ងៃទី2ខែមិថុនាលោកម៉ារីសាងាំពុងរដ្ឋមន្ត្រីការបរទេសថៃបានបញ្ជាក់ថាជាសិទ្ធិរបស់កម្ពុជាក្នុងការលើកយកចំនួនព្រំដែនកម្ពុជាថៃដឹងឡើងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ក៏ប៉ុន្តែថៃនៅតែរក្សាចំហប្រើប្រាស់ចំនួនការចរចាចំនួនដែលមានស្រាប់ជាមួយកម្ពុជាសម្រាប់ប្រមុខការទូតថៃការយកចំនួនព្រំដែនកម្ពុជាថៃឡើងទៅតុលាការ ICJ មិនរំខានដល់កិច្ចចរចាទ្វេភាគីតាមយន្តការ JBC ដែលថៃចាត់ទុកថានៅតាមយន្តការគន្លឹះសំខាន់ក្នុងការដោះស្រាយចំនួនព្រំដែនជាមួយកម្ពុជាគិតត្រឹមរយៈពេលនេះថៃមិនតបញ្ជាក់ពីគោលបំណងតតាំងក្តីជាមួយកម្ពុជានៅតុលាការយុត្តិធម៌អន្តរជាតិ ICJ នៅឡើយទេតែក្នុងថ្ងៃទី2មិថុនាដដែលលោកម៉ារីសាងាំពុងបានអះអាងថាដើម្បីតទល់វិវាទព្រំដែនជាមួយកម្ពុជាថៃបានដាក់កំណត់ការទូតការពារភាពស្អាតស្អំរបស់ខ្លួនរួចហើយនិងថាថៃក៏បានរៀបចំប្រមូលឯកសារនិងភស្តុតាងជាច្រើនដើម្បីយកទៅជជែកជាមួយកម្ពុជាក្នុងកិច្ចប្រជុំ JBC នៅក្នុងសប្តាហ៍នេះដែរនៅថ្ងៃទី2មិថុនាដែររដ្ឋមន្ត្រីកម្ពុជាថៃលោកភូមិថាមវិចាចាវ៉ាបានបញ្ជាក់ថាថៃមានចំហកំណត់បន្ទាត់ព្រំដែនឲ្យបានច្បាស់លាស់ជាមួយកម្ពុជាដើម្បីជៀសវាងការប្រឈមមុខដាក់គ្នាឬបង្កចំនួនរវាងប្រជាជននិងប្រជាជនតាមបណ្ដោយព្រំដែនកម្ពុជាថៃតែទន្ទឹមនឹងនេះរដ្ឋមន្ត្រីការពារជាតិថៃបានអះអាងថារដ្ឋាភិបាលកងកម្លាំងប្រដាប់អាវុធនិងក្រសួងការបរទេសថៃកំពុងប្រើប្រាស់យន្តការ JBC ដើម្បីដោះស្រាយបញ្ហាតាមនីតិវិធីច្បាប់និងដោយសន្តិវិធីគួរឲ្យដឹងដែរថាការបាត់អង្គុយគ្នាដោយអាវុធនៅព្រំដែនកម្ពុជាថៃនាពេលនេះត្រូវបានគេមើលឃើញថាកើតមានដោយសារភាពមិនច្បាស់លាស់នៃស្ថានភាពនយោបាយផ្ទៃក្នុងរបស់ថៃការលើកឡើងដូចនេះត្រូវបានរដ្ឋាភិបាលថៃតាមរយៈក្រសួងមហាផ្ទៃបានចេញសេចក្តីថ្លែងការណ៍ច្រានចោលក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី2មិថុនាដដែលក្រសួងមហាផ្ទៃថៃក៏បានបដិសេធចំពោះការលើកឡើងដែរថាយោធាថៃកំពុងមិនចុះសម្រុងនឹងគ្នាផងដែរតាមការចុះផ្សាយរបស់សារព័ត៌មានថៃដោយនៅសំណរនៅព្រឹកថ្ងៃទី3ខែមិថុនាក្នុងស្ថានភាពបច្ចុប្បន្ននេះមេទ័ពថៃមេតិពលរបស់ថៃប្រចាំភូមិភាគ2បានអះអាងពីការអត់ធ្មត់ពោះនិងស្ដាប់តាមការណែនាំរបស់រដ្ឋាភិបាលថៃតែមេទ័ពថៃរូបនេះបានប្រមានបិទគប់ច្រកព្រំដែនទាំងអស់ជាមួយកម្ពុជាប្រសិនបើស្ថានភាពកាន់តែក្តៅឡើងគូរំលឹកថានៅថ្ងៃទី2ខែមិថុនានេះរដ្ឋាភិបាលកម្ពុជាបានសម្រេចយកព្រំដែននៅក្នុងចំណុចមុំ3ប្រាសាទតាមាន់ធំតាមាន់តូចនិងប្រាសាទតាក្របីទៅកាន់តុលាការ ICJ
បាទទោះបីជាភាគីថៃមិនព្រមក៏ដោយដើម្បីពន្លត់និងបញ្ចប់បញ្ហាព្រំដែនជាមួយថៃនិងដើម្បីកុំឲ្យមានបញ្ហាស្រពិចស្រពិលពិសេសការធ្លាក់ចូលក្នុងការបំផុសរុញច្រានដោយក្រុមជននិយមនៅក្នុងប្រទេសថៃនិងកម្ពុជាជាមួយគ្នានេះដែរលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបានពន្យល់ថាកម្ពុជាត្រូវតែបន្តយន្តការចរចាជាមួយថៃដូចមុនដដែលគោលគឺការដាក់បញ្ហាព្រំដែនទៅ ICJ មិនមែនបានក្តីថាកម្ពុជាបោះបង់ចោលនៅយន្តការនៃការចរចាជាមួយថៃនោះទេបាទអរគុណដល់ពុកម៉ែបងប្អូនដែលតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយពុកម៉ែបងប្អូនថ្មីដែលមិនទាន់ Subscribe សូមចុច Subscribe ម្នាក់មួយដើម្បីទទួលបានព័ត៌មានថ្មីនៅពេលដែលខ្ញុំបានបង្ហោះទៅអរគុណជួបគ្នានៅវីដេអូក្រោយទៀត